ចំពោះទី1មេរៀនទី1 Gymnosperm 1ដូចម្ដេចដែលហៅថា Gymnosperm ណាដូចម្ដេចដែលហៅថា Gymnosperm បាទចម្លើយ Gymnosperm គឺជារុក្ខជាតិមានគ្រាប់តែគ្មានសម្បកការពារពីខាងក្រៅទេពួកវាជារុក្ខជាតិដែលមានគ្រាប់ននរ Gymnosperm ច្រើនដុះនៅក្នុងតំបន់ត្រជាក់នៅលើភ្នំនៅតាមវាលខ្សាច់ដែលមានអាកាសធាតុក្តៅតំបន់ត្រូពិចតំបន់ក្បែរត្រូពិចនិងតំបន់ព្រៃត្រូពិចសម្បូរភ្លៀងផងដែរសំណួរទី2តើ Gymnosperm មានប៉ុន្មានក្រុមតោះគេសួរថាតើ Gymnosperm មានប៉ុន្មានក្រុមតោះបងប្អូនសពថ្ងៃនេះ Gymnosperm គឺមាន4ក្រុមធំសពថ្ងៃនេះគឺមាន4ក្រុមធំគឺមានដូចជាប្រង់ Conifer Ginkgo និង Synetopid ណាបងប្អូន Gymnosperm គឺមាន4ក្រុមធំទី1គឺប្រង់ទី2 Conifer ទី3 Ginkgo ហើយនិងទី4គឺ Synetopid ណាពណ៌នាអំពីលក្ខណៈក្រុមនីមួយៗរបស់ Gymnosperm ណាទី1ប្រង់គឺច្រើនដុះនៅក្នុងតំបន់ត្រូពិចនិងក្បែរត្រូពិចដើមរបស់វាមានទម្រង់និងលក្ខណៈដូចដើមត្នោតដែលមានស្លឹកផ្ដុំនៅកំពូលខាងចុងណាទី2 Conifer គឺស្លឹករបស់វាមានរាងដូចម្ជុលហើយស្លឹករបស់វាគឺដុះមានពណ៌បៃតងពេញមួយឆ្នាំតែម្ដងបាទ Conifer អាចរស់បានពីអាយុពី2ឆ្នាំទៅ14ឆ្នាំក្រុមទី3 Ginkgo ណា Ginkgo គឺច្រើនដុះនៅក្នុងតំបន់ត្រជាក់ដូចជានៅប្រទេសចិនជប៉ុននិងកូរ៉េជាដើមពួកវាគឺជាប្រភេទរុក្ខជាតិដែលធន់ទៅនឹងបរិយាកាសកខ្វក់ក្រុមទី4 Synetopid គឺជារុក្ខជាតិដែលច្រើនដុះនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅហើយខ្លះទៀតក៏មាននៅក្នុងតំបន់ព្រៃត្រូពិចសម្បូរភ្លៀងផងដែរ Synetopid មួយចំនួនធំជាវល្លិខ្លះជាដើមឈើនិងខ្លះទៀតគឺជាចលព្រឹកសម្រាប់តាំងលម្អណាចំពោះ Synetopid បាទអញ្ចឹងថ្ងៃហ្នឹងគឺយើងបាន2សំណួរណា2សំណួរទី1ដូចម្ដេចដែលហៅថា Gymnosperm ហើយសំណួរទី2តើ Gymnosperm មានប៉ុន្មានក្រុមណាជួបគ្នានៅវីដេអូក្រោយសូមអរគុណ